อุ้ยมุนข่อยแต่ประมาณเมาสถานភាពในយើងខុសគ្នាដាច់បងប្អូនកុំច្រឡំហ្នឹងថ្ងៃនេះខ្ញុំអត់មានឈឺអីទេតែខ្ញុំបានមកបំពេញក្តីសម័យខ្លួនឯងឯងគឺមកកែដើមទ្រូងនៅ Clinic Crystal ការវាកាត់កែដើមទ្រូងហ្នឹងគឺខ្ញុំសម័យយូរហើយបងប្អូនប៉ុន្តែមួយរយៈក្រោយនេះគឺខ្ញុំបោះបង់ចោលមកក្តីសម័យហ្នឹងពីព្រោះអីអត់ដឹងទៅរកពេទ្យនៅណាដោយសារតែខ្ញុំទៅសម្លឹងរកមើលឆ្ងាយពេកអត់មើលអ្វីដែលយើងមាននៅចិត្តខ្លួនមន្ទីរពេទ្យ Crystal ហ្នឹងគឺនៅចិត្តផ្ទះខ្ញុំហ្មងហើយអ្នកគ្រូគឹមអេងគឺគាត់ល្បីយូរហើយខាងកែដើមទ្រូងហ្នឹងឥឡូវវីដេអូនេះខ្ញុំធ្វើខ្លីៗទេដើម្បីនាំបងប្អូនមកមើលបទពិសោធន៍ខ្ញុំធួនៃការបំពេញក្តីសម័យរបស់យើងនេះបងប្អូនពេលដែលខ្ញុំដឹងខ្លួនពីឆ្នាំស្លាប់មកតបងអត់មានឈឺអីទេគ្រាន់តែសេសើប៉ុន្តែគ្រាន់តែបានមកផ្លែតស្រស់ញឹមវិញដដែលការវះកាត់កែដើមទ្រូងហ្នឹងគឺយើងត្រូវចាក់ថ្នាំស្លាប់អញ្ចឹងមុននឹងពេទ្យទទួលវះកាត់ឲ្យយើងគឺយើងត្រូវធ្វើការពិនិត្យសុខភាពឲ្យអស់សិន confirm ថាយើងអូខេអាចទទួលការចាក់ថ្នាំស្លាប់បានគាត់វះឲ្យយើង This health reassuring process really puts me at peace and makes me feel safe so that's why I choose to come to Crystal Clinic អូយហើយមកនេះ2ថ្ងៃហ្នឹងគឺទទួលបាន princess treatment ហ្មងនិយាយទៅមកក៏គេយកឲ្យទឹកក៏គេយកឲ្យបន្ទប់ទឹកក៏គេជូនទៅងាកពេទ្យម្នាក់មកសួរសុខទុក្ខងាកបន្តិចទៀតពេទ្យម្នាក់ទៀតមកសួរសុខទុក្ខទៀតនិយាយទៅយើង2ថ្ងៃហ្នឹងគឺជាមនុស្សសំខាន់ហ្មងហើយការវះកាត់ដើមទ្រូងហ្នឹងគឺពេទ្យតម្រូវឲ្យយើងគេងនៅក្នុងមួយយប់ដើម្បីឲ្យច្បាស់ថាយើងស្រួលខ្លួនយើងអត់មានបញ្ហាអីទាំងអស់បើយើងចេញមកផ្ទះបានគឺទៅជីវិតយើងរងថ្ងៃបើថាជាបាក់ភ្នែកមកមានមហោមកដល់ខែអញ្ចឹងហ្មងមិនដឹងស្រួលមកជឿទេពេលដែលយើងញ៉ាំអីហើយមកនឹងយើងចេញទៅផ្ទះគឺដុកទ័រគាត់ចូលមកសួរសុខទុក្ខយើងម្ដងទៀតហើយនឹងណែនាំអញ្ចឹងណាសួរថាតាមមិនដែរមានឈឺមុខរបួសមានឈឺអីអត់សម្រាប់ខ្ញុំនិយាយតាមត្រង់តាំងពីវះមកគឺអត់មានស្គាល់ភាពថាឈឺមកទេគាត់ថា uncomfortable គាត់មានអារម្មណ៍ថាធ្ងន់ហើយនឹងតឹងហើយពេលដែលខ្ញុំប្រាប់គេថាខ្ញុំធ្វើទ្រូងអញ្ចឹងហើយមានគេសួរថាភ័យអត់អ៊ុយវះកាត់អ្នកណាមិនភ័យបងប្អូនខ្ញុំពេលដែលចូលទៅហ្នឹងដបងអត់អីទេប៉ុន្តែពេលដែលចូលដល់បន្ទប់វះគឺភ័យហ្មងប៉ុន្តែក្រុមគ្រូពេទ្យហើយនិងដុកទ័រគាត់ចេះណែនាំយើងថាមានអីត្រូវភ័យទៀតសុខភាពក៏យើងពិនិត្យហើយយើងបានរើសពេទ្យដែលយើងទុកចិត្តទៅហ្នឹងអញ្ចឹងភ័យអត់មានបានប្រយោជន៍អីទេហើយគ្រាន់តែយើងទម្រានខ្លួនដេកលើខែគេដាក់ថ្នាំសដំទៅយើងរបៀបសើខ្ញុំបាក់ភ្នែកមកវិញនៅលើខែក្នុងបន្ទប់ហ្នឹងហ្មងសូមតែសារជំនាញពេទ្យហ្មងមកដល់ឥឡូវគឺខ្ញុំវះកាត់អត់ទាន់បានមួយអាទិត្យទេប៉ុន្តែខ្ញុំធ្វើអីធម្មតាបានតាំងពីថ្ងៃទី3យកហើយនេះពេលដែលវះកាត់ហើយស្អែកឡើងខ្ញុំដើរទៅផ្ទះវិញនៅបានរៀងហិលហ្មងដែរអូខេបងប្អូនឥឡូវចាំយើង unboxing ដើមទ្រូងថ្មីនៅវីដេអូក្រោយៗទាំងអស់គ្នាเนาะអញ្ចឹងបងប្អូនកុំភ្លេចតាមដាន page របស់ខ្ញុំហើយនិង page អ្នកគ្រូគឹមអេងក៏ដូចជា page Crystal Clinic ណាបាយបាយ